សម្រាប់បងឬក៏អូនណាដែលភាគច្រើនធ្វើជ្រក់ទៅចេះតែរៀងប្រៃពេកឬក៏ផ្អែមពេកឬក៏លាយគ្រឿងអត់សូវឆ្ងាញ់អីបងអូនអាចសាកល្បងមកមើលវីដេអូនេះបានខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រនៅក្នុងការធ្វើជ្រក់បែបណាឲ្យឆ្ងាញ់អញ្ចឹងជាដំបូងគឺខ្ញុំទៅកាប់ត្រពាំងសិនត្រពាំងនេះគឺត្រពាំងដែលដុះនៅក្រោយតែខ្ញុំផ្ទាល់តែម្ដងគឺដុះបានតែ2ដើមនឹងគត់ហើយវាធំអញ្ចឹងតតែកាប់វាមិនបានណាបើកាច់ធម្មតាអត់បានទេហើយសម្រាប់ខ្ញុំកាច់អត់បាក់ទេតឲ្យខាងប្តីខ្ញុំគាត់ទៅជួយកាត់មកបបាក់ឲ្យមើលបងអូនមើលធំមែនតើហើយយើងដាក់ជាមួយនឹងស្លឹកឈើស្លឹកអីគ្របវាចឹងពេលដែលយើងកាត់ហើយយើងសកយើងអីយកអាចាស់អីចេញទៅទុកតែណាខ្ចីល្មមបើចាស់ពេកក៏យើងធ្វើជ្រក់ទៅវាអត់សូវឆ្ងាញ់ដែរញ៉ាំទៅវារៀងតសៃបន្ទាប់ពីយើងបកសម្អាតរួចរាល់ស្អាតហើយយើងយកវាទៅលាងទឹកឲ្យស្អាតសិនសឹមយើងយកមកហាន់អញ្ចឹងទៅលើការហាន់អានេះវាអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់យើងទី1ប៉ុន្តែទី2សម្រាប់ខ្ញុំគឺខ្ញុំណែនាំថាបងអូនមិនចាំបាច់ហាន់វាក្រាស់ឬក៏ធំពេកទេព្រោះត្រពាំងមុននឹងពេលដែលយើងយកទៅធ្វើជ្រក់យើងត្រូវការចំណាយពេលនៅក្នុងការស្ងោរវាឆ្អិនសិនបើសិនជាយើងហាន់ធំពេកយើងប្រើពេលវេលានៅក្នុងការស្ងោរយូរទៅតាមនឹងដូចគ្នាអញ្ចឹងហាន់បងអូនចង់ឲ្យវាឆាប់ឆ្អិនបងអូនអាចហាន់រៀងស្ដើងបែបនឹងបានតែបើសិនជាបងអូនចូលចិត្តថាចំណិតរៀងធំជាងហ្នឹងបងអូនក៏អាចហាន់ទៅតាមចំណង់ចំណូលចិត្តនឹងបានគ្រាន់តែយើងប្រើពេលវេលាស្ងោរយូរបន្ទាប់ពីយើងហាន់ហើយយើងស្ងោរការស្ងោរនេះគឺសំខាន់មែនតើបងអូនទៅលើការស្ងោរយើងកុំស្ងោរឲ្យវាផុយខ្លាំងពេកហើយក៏កុំស្ងោរឲ្យវាស្ទើរពេកអញ្ចឹងពេលដែលយើងស្ងោរគឺយើងត្រូវការភ្លក់មើលថាត្រពាំងរបស់យើងហ្នឹងវាសាបលែងហាងលែងទៅវិញនៅបើសិនជាវាលែងហាងលែងទៅវិញហើយសូមយើងស្រង់វាទុកមួយឡែកសិនចំពោះត្រពាំងដែលខ្ញុំចិត្តនេះចំណិតរៀងស្ដើងតូចប៉ុន្តែខ្ញុំប្រើពេលវេលានៅក្នុងការស្ងោរខ្ទង់ប្រហែលជា40នាទីដូចនេះបើសិនជាបងអូនប្រើចំណិតរៀងធំជាងហ្នឹងរយៈពេលនៃការស្ងោរយូរជាងហ្នឹងទៀតបងអូនអាចចូលចិត្ត1ម៉ោងឲ្យទៅដើម្បីវាបាត់ហាងណាឥឡូវហ្នឹងត្រពាំងវាបាត់ហាងហើយខ្ញុំស្រង់វាទុកមួយឡែកសិនបានខ្ញុំទៅធ្វើទឹកជ្រក់ហើយរបៀបនៃការធ្វើទឹកជ្រក់ក៏វាខុសគ្នាដែរសម្រាប់ខ្ញុំធ្វើទឹកជ្រក់ខ្ញុំដាំទឹកឲ្យពុះសិនខ្ញុំបង់អំបិលចូលហើយនឹងស្ករបន្ទាប់មកយើងកូរឲ្យរលាយសព្វសឹមយើងភ្លក់កម្រិតនៃការប្រៃល្មមផ្អែមល្មមអញ្ចឹងពេលដែលយើងយកទៅធ្វើជ្រក់គឺវាចូលជាមួយជ្រក់របស់យើងអត់មានផ្អែមពេកឬក៏ប្រៃពេកទេហើយពេលដែលយើងភ្លក់ប្រៃផ្អែមល្មមហើយយើងទុកទឹកជ្រក់ហ្នឹងឲ្យត្រជាក់ត្រឹមកម្រិតមួយក្តៅអ៊ុនសឹមយើងយកមកចាក់ដាក់ជ្រក់ណាអញ្ចឹងត្រពាំងដែលយើងស្រង់មុននោះឥឡូវវាត្រជាក់ឲ្យយើងចាក់ចូលកែវហើយចំពោះការធ្វើជ្រក់បងអូនប្រើកែវថ្មណាកុំធ្វើកែវជ័រព្រោះយើងស្តុកទុករយៈពេលវែងវាអាចនឹងចេញនៅមីក្រូផ្លាស្ទិកអីវាមានផលប៉ះពាល់ទៅដល់សុខភាពរបស់យើងបើយើងប្រើកែវថ្មវាសុវត្ថិភាពជាងអញ្ចឹងដល់ពេលដែលទឹកក្តៅអ៊ុនហើយគឺយើងចាក់ចូលតាមម្ដងហើយទៅចាំថាទឹកដែលយើងចាក់ចូលត្រូវលិចទំពាំងរបស់យើងទាំងស្រុងហ្មងបានត្រពាំងរបស់យើងពេលធ្វើទៅវាចូលជាតិឆ្ងាញ់ហើយចំពោះជ្រក់ត្រពាំងនេះវាអាចនឹងប្រើពេលវេលាយូរជាងជ្រក់ធម្មតាបន្តិចអាចនឹងប្រើពេលវេលា3ថ្ងៃបានវាជូរអញ្ចឹងអានេះ3ថ្ងៃក្រោយមកត្រពាំងរបស់ខ្ញុំវាចាប់ផ្ដើមជូរល្មមហើយគឺយើងមកលាយគ្រឿងបុកម្ទេសដាក់ជាមួយនឹងខ្ទឹមសតាមបរិមាណដែលបងអូនចូលចិត្តយើងធ្វើការកូរច្របល់ឲ្យសព្វអញ្ចឹងនៅពេលដែលយើងធ្វើទឹកជ្រក់ពីដំបូងមកវាអត់សូវផ្អែមពេកអត់សូវប្រៃពេកយើងអាចថែមអំបិលយើងអាចថែមស្ករថែមចេញនៅខាងក្រោយបានណាអញ្ចឹងការថែមបែបនេះវាធ្វើឲ្យរសជាតិនៃជ្រក់របស់យើងគឺវាឆ្ងាញ់វាចូលជាតិគ្នាល្អតែបើសិនជាយើងធ្វើទឹកជ្រក់ពីមុនមកវាប្រៃពេកវាផ្អែមពេកអញ្ចឹងអាចជ្រក់របស់យើងគឺវាចាប់ជាតិផ្អែមប្រៃពេលដែលយើងថែមគ្រឿងលាយគ្រឿងទៅគឺវាអត់ចូលជាតិគ្នាបានល្អទេអញ្ចឹងរសជាតិវានឹងតូទៅរៀងប្រៃពេកវានឹងតូទៅរៀងផ្អែមពេកអញ្ចឹងយើងលាយគ្រឿងមិនក៏ដោយបងអូនក៏លាយគ្រឿងវាអត់សូវឆ្ងាញ់អត់សូវត្រូវដែរតែបើសិនជាយើងធ្វើសាបបើស្ទើរប្រៃយើងថែមអំបិលវិញថែមស្ករវិញយើងលាយគ្រឿងបែបហ្នឹងខ្ញុំជឿជាក់បងអូនថាច្បាស់ជាប្លែកហើយឆ្ងាញ់មែនតែនតែម្ដង